មេតិចតិចអញ្ចឹងណានេះបានសឡូមជូរស្រែមួយឆ្នាំហ្នឹងណាធានាថាញ៉ាំបាយមួយឆ្នាំអស់អត់ដឹងខ្លួនទេណាបងប្អូនហើយរសជាតិសឡូមជូរនេះយើងស្លឲ្យជូរជ្រះបន្តិចមកណាជាពិសេសបានត្រីរស់យកមកស្លអញ្ចឹងទៀតណាហើយមានតាំងពីពងត្រីកូនត្រីបើសិនជាមានកពឹសឬក៏ក្តាមខ្យងបន្ថែមអីទៀតណាគឺរឹតតែឆ្ងាញ់ណាបងប្អូនឥឡូវក៏លេខមកមើលពីការស្លមជូរស្រែរបស់ខ្ញុំណាជាដំបូងគ្រាន់តែដាំទឹកទុកឲ្យពុះរួចដាក់ប្រហុកចូលហើយសម្រាប់ប្រហុកបងប្អូនចង់ដាក់តិចឬក៏ច្រើនតាមការចូលចិត្តប៉ុន្តែសម្រាប់សម្លម្ជូរស្រែយើងដាក់រៀងដិតប្រហុកបន្តិចទៅមានរសជាតិឆ្ងាញ់ហើយនៅក្នុងទឹកសម្លនាងខ្ញុំបានបន្ថែមរំដេងគល់ក្រៃនិងខ្ទឹមសសម្រាប់ត្រីបងប្អូនចង់ប្រើត្រីអីក៏បានដែរតែថ្ងៃនេះនាងខ្ញុំប្រើត្រីរស់រួចនាងខ្ញុំបន្ថែមម្ទេសខ្ទឹមជាមួយនឹងល្មៀតបុកបន្តិចដើម្បីឲ្យសម្លរបស់យើងមានក្លិនឈ្ងុយនិងកាត់ក្លិនឆ្អាបរបស់ត្រីផងដែរហើយសម្រាប់ពងត្រីនេះដែរមុននឹងយកមកស្លនាងខ្ញុំយកទៅដាក់ត្រាំទឹកពី3ទឹកអីសិនណាដើម្បីឲ្យអស់ជាតិប្រៃសម្រាប់គ្រឿងផ្សំនាងខ្ញុំដាក់ប៊ីចេង1ស្លាបព្រាកាហ្វេហើយស្ករនាងខ្ញុំអត់ដាក់ទេបងប្អូនសឡូម្ជូរនាងខ្ញុំអត់ចូលចិត្តដាក់ស្ករឯណាតែបើបងប្អូនចូលចិត្តដាក់ស្ករអាចដាក់តាមការចូលចិត្តសឡូម្ជូរស្រែស្លដាក់ផ្លែអំពិលខ្ចីអញ្ចឹងណារសជាតិឆ្ងាញ់ណាបងប្អូនបន្ទាប់ពីយើងដាក់គ្រឿងក្រៅត្រូវចាត់អស់ហើយយើងអាចដាក់បន្លែចូលបានហើយសម្រាប់បន្លែថ្ងៃនេះនាងខ្ញុំប្រើក្តាតលាយជាមួយនឹងប៉េងប៉ោះប៉ុន្តែយើងដាក់ក្តាតចូលមុនណាដោយសារក្តាតត្រូវការរងាស់រៀងយូរបន្តិចមើលតែថាក្តាតរបស់យើងឆ្អិនល្មមហើយយើងអាចចាក់ប៉េងប៉ោះចូលបានហើយណារួចយើងបន្ថែមកូនត្រីចូលដែរមកណារួចយើងរងាស់ប្រហែល1ទៅ2នាទីទៀតដើម្បីឲ្យកូនត្រីជាមួយនឹងប៉េងប៉ោះរបស់យើងបានឆ្អិនល្អហើយចុងក្រោយគេកុំភ្លេចបន្ថែមម្រះព្រៅជាមួយនឹងម្ទេសដែលយើងបានហាន់ចំណិតស្ដើងអញ្ចឹងមកណានិយាយពីថាសឡូរបស់យើងជះក្លិនឡើងឈ្ងុយខ្លាំងមែនតែនហើយរសជាតិក៏ឆ្ងាញ់ខ្លាំងដែរហើយសម្រាប់សម្លម្ជូរស្រែអញ្ចឹងណានាងខ្ញុំរីខមមិនឲ្យបងប្អូនញ៉ាំពេលដែលសឡកំពុងតែក្តៅអញ្ចឹងទៅមានរសជាតិឆ្ងាញ់ណាគួបផ្សំនឹងឥឡូវនេះអាកាសធាតុចុះត្រជាក់អញ្ចឹងទៀតណាបានហត់ទឹកសម្លម្ជូរក្តៅនិយាយពីថាឆ្ងាញ់ណាបងប្អូន